សាឡាមសួស្តីបងប្អូនទាំងអស់គ្នាអំឡុងពេលដែលប្រទេសរបស់យើងកំពុងតែមានបញ្ហាបងប្អូនទាំងអស់គ្នាបានដឹងហើយថាយើងទាំងអស់គ្នាត្រូវតែជួយគាំទ្រផលិតផលនៅក្នុងស្រុករបស់យើងទាំងកសិផលទាំងផលិតផលក៏ដូចជាសិប្បកម្មផ្សេងៗដើម្បីឲ្យសេដ្ឋកិច្ចរបស់យើងដើរហើយយើងអាចជួយគាំទ្រដល់អ្នកផលិតផងដែរសម្រាប់ខុំរបស់នាងខ្ញុំទោះបីជាយើងនៅឆ្ងាយពីព្រំដែនក៏ពិតមែនប៉ុន្តែក៏យើងមានជនភៀសទឹកមកស្នាក់នៅជាផ្ទះបងប្អូនរបស់គាត់អ្នកស្គាល់អ្នកអីសម្រាប់អាជ្ញាធរក៏ដូចជាថ្នាក់ដឹកនាំនៅក្រុមនាងខ្ញុំគឺយើងតែងតែមានជាកញ្ចប់សម្រាប់ទៅសួរសុខទុក្ខជនភៀសទឹកដែលមកស្នាក់នៅក្នុងខុំហើយគាត់តែងតែរៀបចំកញ្ចប់ទាំងអស់នោះគឺព្យាយាមទិញផលិតផលនៅក្នុងស្រុករបស់យើងក្រៅពីអាហារកំប៉ុងអីផ្សេងៗក៏យើងព្យាយាមទិញកសិផលនៅក្នុងស្រុកដូចជាជ្រូកស្ពៃដែលកសិកររបស់យើងដាំហើយកសិករយើងធ្វើដោយខ្លួនឯងជាបង្គាត្រីឆ្អើរជាដើមក្រៅពីអាហារហូបចុកយើងក៏មានបន្ថែមជាសាប៊ូលាងចានចាដើម្បីបង្កើននៅអនាម័យបន្ថែមផងដែរហើយយើងបានជ្រើសរើសជាមួយនឹងសាប៊ូ Broly ដែលជាផលិតផលនៅក្នុងស្រុកផលិតផលដែលផលិតដោយកូនខ្មែររបស់យើងសង្ឃឹមថាបងប្អូនអាចជួយគាំទ្រផលិតផលនៅក្នុងស្រុករបស់យើងដើម្បីឲ្យសេដ្ឋកិច្ចបានល្អប្រសើរដូចលើកទឹកចិត្តអ្នកផលិតផងដែរយើងនឹងមានផលិតផលក្នុងស្រុកឲ្យកាន់តែច្រើនដើម្បីប្រើប្រាស់គ្រប់គ្រាន់ហើយបងប្អូនអាចរកទិញសាប៊ូលាងចាននេះនៅតាមតូបលក់អីវ៉ាន់ដែលនៅក្បែរបងប្អូនទាំងអស់គ្នាចា៎ផ្ដើមពីយើងទាំងអស់គ្នាគាំទ្រផលិតផលនៅក្នុងស្រុករបស់យើង